ពុទ្ធកិច្ច5យ៉ាងគឺអ្វីខ្លាំងចូលចាំឲ្យច្បាំងក្រុងរបាបំណាច់អ្នកកាន់ពុទ្ធសាសនានៃព្រះអង្គពេលព្រឹកត្រង់យាងបណ្ដឹងបានតាមទាំងមានញាតចាំរហងជួនមួយអង្គឯងជួនមានសង្ឃដំរងតាមសត្វមាននិស័យរសៀលត្រង់ត្រាសំដែងធម៌ដល់សត្វហើយបើសត្វមិនយល់ត្រង់ឧបមាបកស្រាយសេចក្តីឲ្យយល់បានប្រលប់ប្រទានព្រះអាវាទដល់សង្ឃឲ្យស្អាតអកល្យានកុំឲ្យប្រព្រឹត្តខុសតាមផ្លូវដែលបានត្រង់បញ្ញត្តិអាត្រាត្រង់ដោះស្រាយបញ្ហាដែលពួកទេវតាមកច្រើនក្តាន់សំដែងព្រះសូត្រឬបរមត្ថតាមពពួកចិត្តភ្លឺប្រមាណនិស័យសត្វតាអាចប្រតិបត្តិមានកម្រៃដែលគួរត្រាស់ដឹងព្រះធម៌ថ្លៃតាមអង្គបនិស័យសត្វលោកកា45ឆ្នាំអត់មានខ្វាំងព្រះអង្គអត់មានសម្រាប់ព្រះកាយាអត់មាននរណាប្រដូចបានយើងបានព្រះពុទ្ធទានសាសនាធម៌ជាអាចារ្យទូលមានប្រាជ្ញប្រព្រឹត្តត្រង់ផ្លូវត្រូវលំអានដរាបដល់បាននឹងពៀន